គឺជាលើកទី1ដែលខ្ញុំនាំអេលីបាឡាមកជាខ្សែរ៉តនៅខេត្តសៀមរាបចាំមើលទឹកមុខនៅពេលនេះហើយនឹងទឹកមុខឡើងទៅដល់លើដើមឈើតើវានឹងដូចគ្នាដែរអត់ហើយតើវាសនាកុមារីទាំងពីរនេះអាចជិះខ្សែរ៉តបានដោយជោគជ័យឬក៏ត្រូវជិះឡានបោកមកផ្ទះវិញទៅតាមបានទស្សនាទាំងអស់គ្នាមើលខំមើលអលីសបាយអត់បាយចង់លេចណូតលើកតាមមើលវីដេអូនេះទៅបងប្អូនខ្លះក៏បានជិះគិតដែរថាហេតុអីក៏ខ្ញុំនាំកូនមកលេងកន្លែងដែលគ្រូថ្នាក់អីអញ្ចឹងខ្ញុំក៏សូមអរគុណទុកជាមុនសម្រាប់បងប្អូនដែលគាត់គិតគូរហើយក៏បារម្ភពីសុខភាពគ្រូសាខ្ញុំតែដោយសារតែកន្លែងនេះគឺខ្ញុំមកច្រើនដងហើយមើលទៅកន្លែងនេះក៏វាមានសុខភាពរីឯគោលការណ៍សម្រាប់ក្មេងៗគឺចាប់ពី90 សង់ទីម៉ែត្រឡើងទៅគឺពួកគាត់អាចជិះបានហើយមិនមែនតែកូនខ្ញុំទេក្មេងៗបរទេសភាគច្រើនអីគឺមកលេងនៅនឹងច្រើនណាស់អញ្ចឹងក្រោយពេលដែលយើងរៀបចំខ្លួនពាក់ជាមួយនឹងខ្សែដូចជាមួកសុខភាពរួចហើយឥឡូវនេះគឺពួកយើងទៅស្ដាប់ពីការណែនាំនៃការជិះខ្សែរ៉តទាំងអស់គ្នាពួកអីមិនមែនតែគេឲ្យយើងជិះដល់ជិះទេណាប្រាប់ពីបេតុងនោះហើយមើលទៅឃើញថាបេក្ខភាពរបស់យើងគឺអង្គុយស្ដាប់ឲ្យយើងចិត្តទុកដាក់ហ្មងបើថាទៅរៀននេះស្ដាប់គ្រូដោយមើលម៉ាត់យ៉ាងនេះអីមិនដឹងចេះប៉ុណ្ណាទេណាព្រោះឯនៅសាលាលើគ្រូប្រាប់ថាគេរៀនលន់ពេលខ្លះចូលក្រោមតុកអីចឹងទៅហើយទៅនេះមិនតែគ្រូសាខ្ញុំឯងតោងមកទាំងម៉ែដោះហើយក្មួយមកទៀតម៉ែនៅខ្លាចខ្ពស់អញ្ចឹងឯងខ្ញុំនៅយកក្មួយទៅជិះជំនួសហើយមុនតើយើងសាក់សិនស្អែកទៅជិះហ្មងហីតាជិះបាយមកវិញហងនេះគឺយើងឡើងនៅលើនេះសិនដើម្បីទៅរកកន្លែងដើមឈើដើម្បីទៅយើងជិះខ្សែរ៉តប៉ាអារម្មណ៍ដូចអ៊ូដោះនេះអ៊ូដោះតា Everybody Are you ready អូអត់តទេ Are you ready មើលអ្នកគេខាត់ផលដល់ស្មីតែកវលគេក៏ដូចគ្នាដែរអលីកវលអូននេះកវលអូននេះកវលនេះគ្នាទៀតអូណែដើម្បីទៅដល់កន្លែងដើមឈើដែលយើងត្រូវឡើងហ្នឹងគឺយើងត្រូវជិះជាមួយនឹងលំមកហ្នឹងទៅពេលទៅដល់ហើយគឺយើងបន្តដើរទៅដល់កន្លែងដើមឈើដែលយើងត្រូវឡើងតែប៉ុន្តែសម្រាប់ខ្ញុំល្បែងមួយនេះវាដូចជាការកម្សាន្តផងវាដូចជាកីឡាផងពួកអីឡើងពីដើមឈើមួយទៅដើមឈើមួយអាជីហ្នឹងមកផ្លែតទេតែវាយូរតែអន្លើងដូរផ្លាស់នេះឯងហើយស្របពេលដែលអាកាសធាតុកំពុងតែក្តៅហប់បែកញើសចេះទៀតបើសិនជាអ្នកគាត់កំពុងតែមានមុនខ្នងមុនដើមទ្រូងស្រាប់ចេះទៀតគឺកាន់តែកើតមករៀលដោយសារតែញើសហ្នឹងបច្ចុប្បន្នអ្នកមានបញ្ហាមុនខ្នងមុនដើមទ្រូងឬក៏លេខគល់រោមគឺច្រើនខ្លាំងមែនទែនដោយសារតែបំរែបំរួលអរម៉ូនគូផ្សំជាមួយនឹងផលិតផលដែលគាត់ប្រើប្រាស់ជាប្រចាំដែលមានផ្ទុកសារជាតិដែលលើសមិនស័ក្តិសមជាមួយនឹងស្បែករបស់គាត់វាអាចបណ្ដាលឲ្យគាត់កើតជាមួយនឹងមុនខ្នងមុនដើមទ្រូងហើយក៏រៀលទៅពេញដងខ្លួនតែម្ដងហើយបើសិនជាកំពុងមានបញ្ហាអញ្ចឹងរកអីលីបបាត់ណាអ្នកសាក់ B spray នេះទៅកំពុងតែផ្ទុះហើយមានអ្នកប្រើត្រូវច្រើនខ្លាំងមែនទែនសឹងថា100អ្នក99អ្នកទៀតគឺត្រូវទាំងអស់អ្នកខ្លះទៀតមុនរិញរៃលើខ្លួនច្រើនឆ្នាំព្រោះអីក៏មិនបាត់ដែរតែសាក់ B spray នឹងមិនដល់តែកន្លះដបផងមុនខ្នងមុនទ្រូងមុនខ្លួនអីឲ្យឡើងរៀបថេងហើយបញ្ហាមុនខ្នងហ្នឹងអ្នកខ្លះមើលទៅអត់ស៊ីជម្រៅគាត់ថាវាមិនអីទេណាប៉ុន្តែវាអាចបំផ្លាញទំនុកចិត្តនិងភាពជឿជាក់របស់យើងមកកម្រិតធំដែលយើងអត់ដឹងខ្លួនទេព័ត៌មានលម្អិតបងប្អូនអាចឆាតទៅ Page Scrapon Safari សួរបានណាអូខេអញ្ចឹងយើងងាកមកការជិះខ្សែរ៉តរបស់យើងនេះវិញអ្នកដែលគាត់ជឿដំបូងគេគឺប៉ាប៉ាហើយអ្នកបន្ទាប់ទៀតនេះគឺ Ellie តែម្ដងOne, two, three, up. Wanna fly? Okay, ready? 1, 2, 3, Đợi bên Ellie hơi. Are you ready? Trong chi tiết. Cái ôm mẹ quay này. Ellie mới xài mà mặt. Mời lên chơi. Lên trên con lên trên. Good job. Ellie, sờ bay vậy? Chẳng lệch nổ. ឃើញថាតាំងពីមួយអត់មានអ្នកណាតន់ភ័យទេចាជាពិសេសខ្ញុំគិតថាកូនខ្ញុំនឹងប្រកាសជាឃើញហើយឡើងចង់ជិះគេឥឡូវមានណាតែស្រេចវាមិនខ្សែតែម៉ែវានឹងឯង
យើងឡើងទៅបតង់ទី2ទៀតហើយកាន់តែខ្ពស់ជាងមុនទៅទៀតឥឡូវនេះគឺយើងឡើងមកដល់ជាន់ទី2ដែលខ្ពស់ជាងមុនទៅទៀតដល់គ្នាអូជុំលើកនេះបើឡើងដំបូងគេហ្មងមែនអានេះស្ពានយល់ទេកូនហ៎ជួយចឹងដើរទៅ Lắm mà khó ấy. Ba. Chẳng phải nhã đấy ạ. Tắm đi. Đá lầy. Đó lầy. Anh này kế. Oh. Ôn đâu mẹ. Mấy khác mình ấy xong con nên cắt một mai với anh mua. Ri răng mom. Coi lên lòng nho trơn á nè. Ali. Hai ơi. Smile ơi. Smile lần lĩ cái mình. Mấy con. Tao. Hai chiếc xe đó không bị khai. Ê tao. Đây ở đây rồi. Ba rồi. Ê, nói với em hả? Ba mấy đấy. Cái gì trai chứ nè. Ali đi tầm riêng tao bây giờ. Em mới thiết trước mùa ba đừng cạp nó lên nè. Mới khó mở. Dânសម្រាប់វីដេអូនេះគឺមានតែប៉ុណ្្នឹងទេសរុបមកគឺពីរអ្នកកូនខ្ញុំបូកជាមួយនឹង Ellie គឺអត់មានអ្នកណាមួយដែលខ្លាចទេដល់ like អ្នកដែលស្រែកអ្នកដែលខ្លាចគឺម៉ែនេះបង